ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនេះខ្ញុំមានមុខម្ហូបមជ្ឈូក្រាទីសឹកសណ្ដានដែលនេះខ្ញុំជ្រើសរើសយកទាកប៉ាល់ចំនួន1ចំហៀងទៅតាមសមាជិកគ្រួសារប្រសិនបើបងប្អូនមានសមាជិកច្រើនបងប្អូនអាចដាក់ទាចំនួន1ទៅ2ក្បាលក៏បានដែរហើយនេះគឺជាទាដែលចំនួន1ចំហៀងដែលនេះខ្ញុំកាប់រួចរាល់បងប្អូនគឺរៀងច្រើនគួរសមដែរតាប្រសិនបើបងប្អូនមានសមាជិកច្រើនអាចដាក់ទាបន្ថែមច្រើនជាងនឹងក៏បានដែរហើយនេះគឺជាស្លឹកសណ្ដានបងប្អូនធ្លាប់ស្គាល់ពីមុនមកអត់នេះគឺជាលើកទី1ហើយដែលខ្ញុំស្លមុខម្ហូបមុខនេះហើយខ្ញុំក៏ទឹកតែស្គាល់ថាស្លឹកសណ្ដានគឺវាមានរូបរាងបែបនេះដែរបើសិនបើបងប្អូនស្គាល់អាច comment ឬក៏មិនស្គាល់ក៏អាច comment នៅក្នុងវីដេអូនេះផងដែរដោយសារតែលើកដំបូងខ្លាំងមែនតើចំពោះនាងខ្ញុំដែលស្លមុខម្ហូបមុខនេះហើយក៏ត្រឹមតែស្គាល់ស្លឹកនេះផងដែរធ្លាប់តែស្គាល់ផ្លែតែឥឡូវស្គាល់ស្លឹកវិញម្ដងហើយនៅពេលដែលខ្ញុំលាងទឹកហើយខ្ញុំក៏ចិញ្ច្រាំវាបែបនេះដើម្បីសម្លមកជួបប្រទាបបងប្អូនអាចឆ្នៃស្លឹកនេះបែបក៏បានដែរប៉ុន្តែខ្ញុំហាន់បែបនេះហើយចំណែកឯគ្រឿងវិញគឺខ្ញុំដាក់ជាមួយនឹងស្លឹកក្រូចសើចម្ទេសរំដេងហើយនឹងល្មៀតហើយបន្ថែមជាមួយនឹងគល់ក្រីផងដែរហើយល្មៀតបងប្អូនអាចដាក់បរិមាណតិចឬច្រើនទៅតាមសាច់ទាដែលបងប្អូនមាននេះគឺជាការដែលខ្ញុំណែនាំថាគ្រឿងរបស់វាមានអីខ្លះចឹងណាមានបន្ទាប់មកនេះខ្ញុំក៏ដាក់ឆ្នាំងឲ្យក្តៅចាក់ប្រេងឆាចូលហើយក៏បានចាក់សាច់ទាយើងចូលផងដែររំងាស់វាឲ្យអស់ទឹកប្រៃរបស់សាច់ទាហ្នឹងបងប្អូនកុំឲ្យវាឆ្អាបនៅពេលដែលយើងចាប់ផ្ដើមស្លតែម្ដងណានៅពេលដែលរំងាស់ហើយខ្លាញ់ចេញពីសាច់ទាមករៀងច្រើនដែរហើយនេះខ្ញុំក៏បន្ថែមជាមួយនឹងប្រហុកហើយក៏ដាក់គ្រឿងដងចូលហើយយើងលីងវារៀងឆ្ងាញ់បន្តិចទៅយើងក៏ចាក់សាច់ទាដែលយើងរំលីងហើយមុនហ្នឹងណាហើយក៏យើងបន្ថែមជាមួយនឹងអំបិលស្ករសបន្ថែមជាមួយនឹងប៊ីចេងយើងដាក់ទៅតាមបរិមាណសាច់ទារបស់យើងបងប្អូនហើយយើងដាក់ទឹកស្អាតរងាស់ហើយយើងក៏ចាក់ស្លឹកសណ្ដាន់ចូលបន្ថែមជាមួយនឹងទឹក1ចានផងដែរដើម្បីរងាស់សាច់ទាហ្នឹងហើយនេះខ្ញុំក៏បន្ថែមជាមួយទឹកដោះគោខាប់បើសិនមកបងប្អូនមានដោះគោខាប់ទេអាចដាក់ដោះគោស្រស់ក៏បានដែរហើយយើងបើកភ្លើងរឹមដើម្បីរងាស់សាច់ទាយើងឲ្យផុយអរគុណច្រើនសម្រាប់ការតាមដានទស្សនា